នេះជាលុយដែលខ្ញុំបានផាកពីនៃខ្លួនឯងឥឡូវចាំមើលរាប់មើលទាំងអស់នឹងប្រមាណអានេះវា80000 100000 120,000អានេះប្រហែលជា1000ទៀតចាទាំងអស់120,000បើសិនជាអ្នកឧស្សាហ៍ខ្ជិល procrastinate សន្យាមួយខ្លួនឯងហ่าដែលធ្វើបានអាចសាកយុទ្ធសាស្ត្រក្នុងការផាកពិន័យខ្លួនឯងដូចខ្ញុំនេះបានវាជាយុទ្ធសាស្ត្រមួយដែលខ្ញុំបានដកស្រង់ពីសៀវភៅ Indestructible និពន្ធដោយលោក Nir Eyal តែមុនពេលចូលដល់វីដេអូយើងខ្ញុំសប្បាយចិត្តនឹងចែករំលែកពីការអាប់ដេតថ្មីមួយពីក្រុមហ៊ុន Mekongnet ដែលជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មអ៊ីនធឺណិតដែលមានល្បឿនលឿនថេរទោះបីជាមានគេប្រើច្រើនក្នុងពេលតែមួយក៏ដោយក្រៅពីមានការបន្ថែមជូន3ខែ free សម្រាប់អ្នកដែលបង់មុន12ខែក៏ដូចជាថែមជូន1ខែ free សម្រាប់អ្នកដែលបង់មុន6ខែបើសិនជាបងប្អូនតាក់ទងទៅគាត់តាម link របស់ខ្ញុំខាងក្រោមណាបងប្អូននឹងទទួលបានការដំឡើង free ក៏ដូចជា free router Wi-Fi 6ដែលជាបច្ចេកវិទ្យាថ្មីរបស់ពួកគាត់ដែរចាអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការគឺអាចដាក់ព័ត៌មាននៅក្នុង link ដែលខ្ញុំដាក់ក្នុង comment ខាងក្រោមនេះបានណាតោះចូលដល់វីដេអូយើងវិញយុទ្ធសាស្ត្រផាកពិន័យហ្នឹងគឺវាសាមញ្ញមែនតើគឺនៅពេលដែលយើងដាក់កំហិតអីមួយបើសិនបើយើងធ្វើអត់បានគឺយើងត្រូវតែពិន័យខ្លួនឯងជាលុយហើយលុយហ្នឹងយើងអាចយកចាយណាហើយក៏អាចយកទៅឲ្យមនុស្សឬក៏យកទៅធ្វើសកម្មភាពអីដែលយើងសប្បាយនឹងធ្វើដែរចំនួនលុយគឺអាចតាមជាក់ស្ដែងតែវាមិនគួរច្រើនពេកក៏វាមិនគួរតិចពេកដែរនិយាយទៅមិនល្មមមកយើងឈឺឥឡូវខ្ញុំផ្ដល់ឧទាហរណ៍ជាក់ស្ដែងមួយដើម្បីស្រួលយល់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំបានប្រើយុទ្ធសាស្ត្រហ្នឹងសម្រាប់ទម្លាប់ក្នុងការទៅហាត់ប្រាណឲ្យបានទៀងទាត់ដោយដែលខ្ញុំធ្លាប់ចែករំលែកនៅក្នុងវីដេអូមុនអញ្ចឹងខ្ញុំបានសន្យាថាខ្លួនឯងត្រូវតែមួយថ្ងៃយ៉ាងហោចណាស់ហាត់ប្រាណឲ្យបាន5នាទីមិនថាទៅ gym ឬក៏មិនថាហាត់នៅផ្ទះខ្លួនឯងឲ្យបែកញើសឬក៏ដើរនៅសួនច្បារអីទេគឺត្រូវតែធ្វើឲ្យបានប៉ុន្តែខ្ញុំក៏អនុញ្ញាតឲ្យខ្លួនឯងសម្រាកបានមួយថ្ងៃដែរថ្ងៃណាក៏បានដែរឲ្យតែខ្ញុំរវល់ឬក៏ហត់ឬក៏ខ្ជិលខ្លាំងចឹងទៅក៏ប៉ុន្តែខ្ញុំមិនអាចសម្រាកលើសពីមួយថ្ងៃបានទេបើសិនជាចាប់ផ្ដើមពីថ្ងៃទី2ទៅគឺខ្ញុំត្រូវតែផាកពិន័យខ្លួនឯងហើយសម្រាប់ថ្ងៃទី2បើសិនជាអត់បានហាត់ប្រាណទៀតខ្ញុំនឹងផាកពិន័យខ្លួនឯង10000រៀលហើយថ្ងៃទី3 10000ទៀតថ្ងៃទី4 10000ទៀតចឹងទៅរហូតដល់ខ្ញុំទៅហាត់ប្រាណវិញហើយដើម្បីឲ្យតាមដានការអនុវត្តនេះច្បាស់លាស់ខ្ញុំមានកណ្ដាស់មួយដែលខ្ញុំកត់ថ្ងៃហ្នឹងធ្វើអត់ថ្ងៃហ្នឹងធ្វើអត់គ្រិះទុកចឹងណាខ្ញុំហៅថា habit tracker ហើយវាពិតជាមានប្រសិទ្ធភាពមែនសម្រាប់ខ្ញុំណាទាំងអស់គ្នាមូលហេតុដែលវាមានប្រសិទ្ធភាពគឺដោយសារវាតាក់ទងនឹងបាតុភូតចិត្តសាស្ត្រមួយដែលអ្នកចិត្តវិទ្យាគេហៅថា loss aversion ដែលយើងបកប្រែថាមនុស្សយើងគឺខ្លាចបាត់បង់គឺគេសង្កេតឃើញថាធម្មជាតិរបស់មនុស្សយើងអត់ចូលចិត្តបាត់បង់អីមួយដែលយើងកំពុងតែមានស្រាប់ទេចានៅក្នុងសៀវភៅមួយទៀតដែលមានចំណងជើងថា The Health Habit និពន្ធដោយវិជ្ជបណ្ឌិត Amantha Imber គឺគាត់បានលើកពីការស្រាវជ្រាវមួយនៅឆ្នាំ2015ដែលធ្វើឡើងដោយលោក Scott Halpern ពី The University of Pennsylvania គឺគេបានយកអ្នកដែលជក់បារីណាហើយកំពុងតែព្យាយាមកាត់បន្ថយឬក៏ផ្ដាច់ការជក់ហ្នឹងគេយកមកហើយគេចែកគាត់ជា2ក្រុមក្រុមទី1គឺគេនឹងផាកពិន័យគាត់ក្នុងរយៈពេល6ខែទៅមុខបើសិនបើគាត់ជក់ម្ដងគេផាកពិន័យគាត់$150ក្រុមទី2គេអត់ផាកពិន័យគាត់ទេតែក្នុងរយៈពេល6ខែទៅមុខបើគាត់អត់ជក់គឺគាត់នឹងទទួលបានរង្វាន់$800បើយើងគិតលេងយើងគិតថាក្រុមទី2គួរតែខិតខំប្រឹងប្រែងអត់ជក់ពីព្រោះអីបានលុយ free $800ណោះហើយក្រុមទី1ទោះបីខំប្រឹងធ្វើក៏អត់បានលុយថែមដែរប៉ុន្តែបើអត់ធ្វើគឺត្រូវគេកាត់លុយហើយកាត់តែ150ទេនៅពេលដែល6ខែបានកន្លងផុតទៅគេមកមើលលទ្ធផលវិញគឺគេភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះអីក្រុមទី1ជាក្រុមដែលកាត់បន្ថយការជក់បានច្រើនជាងក្រុមទី2ហើយមិនច្រើនជាងបន្តិចបន្តួចគឺច្រើនជាងខ្លាំងគឺភាគរយដែលគាត់កាត់បានគឺស្មើនឹង300%នៃក្រុមទី2អញ្ចឹងមិនថាធម្មជាតិរបស់យើងពិតជាចម្លែកណាការឲ្យរង្វាន់វាលើកទឹកចិត្តយើងដែរតែវាលើកទឹកចិត្តយើងអត់ដល់ការផាកពិន័យទេនេះគឺជាមេរៀនថ្មីមួយសម្រាប់ខ្ញុំហ្មងពីព្រោះខ្ញុំតែងតែឲ្យរង្វាន់ខ្លួនឯងពេលខ្ញុំធ្វើអីបានមួយតែឥឡូវនេះខ្ញុំចាប់ផ្ដើមផាកពិន័យខ្លួនឯងពេលខ្ញុំធ្វើវាអត់បានទៀតបើយើងមានទាំងរង្វាន់មានទាំងពិន័យអាហ្នឹងគឺពិតជាល្អមែនតើតែកុំស្ដាប់តែខ្ញុំនិយាយណាអ្នកទាំងអស់គ្នាអាចយកទៅសាកខ្លួនឯងបានហើយមើលតើវាពិតជាមានប្រសិទ្ធភាពអត់ចាដូចជាយើងផាកពិន័យខ្លួនឯងរាល់ពេលយើងនឹកគេអីចឹងណាគេមើលតើមានប្រសិទ្ធភាពធ្វើឲ្យយើងឈប់នឹកអត់តែខ្ញុំនិយាយលេងឯងយើងអាចយកវាទៅសាកជាមួយនឹងទម្លាប់អីក៏បានហើយអាច
រាយការណ៍មកខ្ញុំវិញថាតើវាមានប្រសិទ្ធភាពដូចដែលខ្ញុំនិយាយអត់ចាអញ្ចឹងវីដេអូយើងបានមកដល់ពេលនេះហើយសារជាថ្មីម្ដងទៀតខ្ញុំអរគុណដល់ Mekongnet ដែលបានជួយគាំទ្រអតិថិជនម្នាក់នេះដូចខ្ញុំនិយាយអញ្ចឹងខ្ញុំបានប្រើប្រាស់សេវា Mekongnet តាំងពីមុនពេលដែលគាត់មកតាក់ទងឲ្យខ្ញុំធ្វើការជាមួយទៀតហើយខ្ញុំពិតជា recommend ណាសម្រាប់បងប្អូនដែលគាត់ចង់បានអ៊ីនធឺណិតដែលលឿនរលូនអត់មានរអាក់រអួលហើយត្រូវការប្រើប្រាស់ច្រើនណាមិនថាប្រើប្រាស់លក្ខណៈគ្រួសារឬក៏អាជីវកម្មទេកុំភ្លេចដាក់ព័ត៌មានព្រឹបនៅតាម link ដែលខ្ញុំដាក់ក្នុង comment នេះឲ្យទៅក្រុមការងារ Mekongnet នឹងតាក់ទងទៅតាមក្រោយចាអរគុណច្រើន